បាទសួស្តីអ្នកទាំងអស់គ្នាវិលជួបគ្នាសារជាថ្មីនៅក្នុងវីដេអូបន្ទាប់នៃមេរៀនរបស់យើងគឺយើងនិយាយអំពីរបៀបដែលយើងធ្វើការទៅជាមួយនឹង file CSV អញ្ចឹង CSV ដំបូងអ្នកទាំងអស់គ្នាយល់មកបន្តិចទៅវាដូចជាស្តៀងទៅជាមួយនឹង file Excel ដែរទេគឺមិនមែនថាវាមាន row មាន column ប៉ុន្តែ data របស់វាគឺប្រភេទដោយ command មួយមកចេះអញ្ចឹងអាហ្នឹងគឺជាប្រភេទនៃ CSV file នៅពេលដែលយើងឧទាហរណ៍ថាខ្ញុំមានCSV file មួយនិយាយអំពីការលក់អញ្ចឹងឃើញទេនៅពេលអ្នកនរគ្នាបើកមកឃើញវាបបាយចេញពីដោយការប្រើសញ្ញាក្បៀសមកបែបនេះហើយ first row នេះគឺជាcolumn មកវាអញ្ចឹងវាមានលក្ខណៈងាយស្រួលឲ្យយើងធ្វើការឲ្យបានច្រើន row ណាចឹងនៅក្នុងករណីនេះយើងធ្វើការ read data របស់យើងចេញពី file CSV អញ្ចឹងដើម្បី read បានអ្នកនរគ្នាប្រើ library របស់ Panda មួយហើយយើងប្រើថា pd.read CSV file ហើយយើងបោះ path នៃ file CSV របស់យើងចឹងឧបមាថាខ្ញុំមានយ៉ាឧទាហរណ៍ថាខ្ញុំប្រើពាក្យថា CSV ចឹងខ្ញុំរុញ data ចូលទៅតមកទៀតខ្ញុំប្រើពាក្យថា I read I working csv.ipy nb តមកទៀតខ្ញុំវាយពាក្យថា import numpy as p import pandas as pd តែខ្ញុំរាំងទៅលើវាមួយហើយខ្ញុំ read data ស្មើនឹង pd.read csv ហើយយើងបោះ path នៃរូបភាពរបស់យើងនៃ data របស់យើងចា right click យកវា copy ហើយ paste ចូលមកចាំបើសិនជាអ្នកទាំងអស់គ្នារានប៉ុណ្ណឹងអ្នកទាំងអស់គ្នានឹងទទួលបាន data របស់យើងយ៉ាងច្រើនជាងមកអញ្ចឹងខ្ញុំសាក់ print len នៃ data យើងចង់នឹងវាទាំងអស់វាមានប្រមាណ row អញ្ចឹងទាំងអស់វាមាន1000 row ចាំភាសាខ្ញុំ print នៃ data ខ្ញុំ run ចេញមកនេះ data មកយើងវាចេញជាលក្ខណៈ row column ប៉ុន្តែ column មកវាមានច្រើនចឹងនៅកន្លែងនេះអ្នកនរគ្នាអាច specific ទៅលើ column អាចយក column ណាមួយចេញមកបាននៅក្នុងករណីឥឡូវយើងឧបមាថាយើងមាន data ប៉ុណ្ណឹងយើងកុំយកដល់1000ចឹងខ្ញុំប្រើពាក្យថា data ស្មើនឹង data នៃយើងយកត្រឹមតែ100 record នៃ data របស់យើងមកបាននៅកន្លែងហ្នឹងអញ្ចឹងបើសិនជាខ្ញុំ print ទៅលើ data print len នៃ data របស់យើងរានចេញមកគឺវាមានតែ100 record ទេក្នុងករណីឥឡូវយើងនៅក្នុងករណីនេះយើងអាចធ្វើការ read ទៅលើ specific column ហើយយើងចង់បានហ្នឹងតែយើងចង់បាន column ណាខ្លះអ្នកនរគ្នាអាចដាក់ specific ទៅលើ column មួយហ្នឹងចាំថាយើងអាច read from to ហើយជាមួយនឹង column name column name របស់យើងនេះគេដាក់ជាលក្ខណៈ array អញ្ចឹងយើងអាច read specific ទៅលើ column របស់យើងបានអញ្ចឹងឧទាហរណ៍ថា100 row នេះខ្ញុំយកតែប្រមាណrow ចេញមកទេខ្ញុំអត់យកមកទាំងអស់ទេអញ្ចឹងទី1ខ្ញុំអាចយក load ID ខ្ញុំផាសចូលខ្ញុំយក order date ប្រហែលខ្ញុំយក order date ដល់មកទៀតខ្ញុំមាន customer ID យើងយកហ្នឹងអូខេហើយយើងយកតំណែងរបស់យើង customer name បាទក៏បានដែរឬក៏យើងអាចយកមកទៀតហ្នឹង customer name អូខេផាសចូលយើងអាចយកអូខេយើងអាចយកបដាក name ឬក៏បដាក ID បដាក name copy ចេញមក category price ឧទាហរណ៍ QTY discount មានអត់ហើយយើងយកតែប៉ុណ្្នឹងហើយយើងផាសវាចូលខាងក្នុងនេះយើងបដាច់វាមួយកន្លែងនេះខ្ញុំបដាច់វាមួយខ្ញុំផាសចូល category មកអានេះតើតើជាមួយនឹង cell data ហ្នឹងអញ្ចឹងគេចង់ដឹងថាតើតើជនមួយគាត់ទិញតំណែងអីចំនួនប្រមាណតម្លៃនៃតំណែងមួយប្រមាណហើយមាន discount ទេបើមាន discount យើងត្រូវពាក់នេះរបៀបចឹងដែរប្រមាណអញ្ចឹងបើសិនជាយើងរានចេញមកយើងបាន100 record ហ្នឹងចេញមកដល់គេដាក់ថាម៉េចអូខេវាដាក់ថា key error error នៅកន្លែងហ្នឹង error នៅត្រង់អឺអឺនេះកន្លែងទៅនេះចឹងអូខេឥឡូវយើងសាកអានេះមួយយើងមើល check មើលម្ដងមួយពីរដែលជាត្រូវអស់ហើយដែរឥឡូវខ្ញុំសាកយក specific column មួយសិនចង់ដឹងថាវាចេញមកអត់
មួយនេះឲ្យខេចឹងចូលបើខ្ញុំដាក់បាត់នេះបានចេញមកអូខេចឹងកន្លែងនេះយើងអាច read មកច្រើនបាននេះយើងអាច read ថាមក specific column មកអញ្ចឹងឧបមាថាឥឡូវយើងយកប៉ុណ្ណឹងមកសិនដើម្បីយកវាមកធ្វើការនេះបិទអានេះចោលជា column ដែរអូខេតបមកទៀតមានន័យថានៅពេលយើងរៀនមកវាបានគ្រប់កលឹមទាំងអស់ដើម្បីអាចយើងធ្វើការទៅជាមួយវាបានអញ្ចឹង fill យើង start អូខេអញ្ចឹង fill ដើម្បីយើងដាក់នេះបានយើងប្រើ data.log ណាអញ្ចឹងក្នុងករណីនេះយើងអាច move បន្តិចតើបើយើងមាន data យើងបោះ read specific column ណា read specific column អូខេតមកទៀតអ្នកទាំងអស់គ្នាអាចធ្វើការ read របស់វា100 row ស្មើនឹងអីគេស្មើនឹង p data.log អូខេ data.log យើងយកពី0ដល់100មិញហ្នឹងរបៀបមកមួយចាំយើងដាក់ឈ្មោះ column របស់យើងតាំងប្រមាណនេះចូលទៅហើយអញ្ចឹងខ្ញុំ copy វាខ្ញុំផាសវាចូលដាក់នៅខាងក្នុងហ្នឹង100យើងដាក់ពីក្រោយនេះ100ចាំបើសិនជាខ្ញុំ print ទៅលើ len នៃ row 100ខ្ញុំឃើញ data របស់យើងគឺមាន100 row ហើយចុះបើសិនជាខ្ញុំ print ទៅលើ row នៃ100 print direct មកតែម្ដងអញ្ចឹងយើងបាន data របស់យើងគឺមកនេះតែគាត់ថា column របស់យើងនេះវាវែងតិចអញ្ចឹងយើងអាចធ្វើការច្រោះកាត់ customer ID ស្អីស្អីតាមលក្ខណៈរបស់វាទៅតាមក្រោយទៀតអញ្ចឹងអត់ទេអញ្ចឹងកន្លែងបដា ID នេះយើងអាចដកចេញក៏បាន customer ID យើងដកចេញក៏បានយើងទុក customer name អញ្ចឹងទៅប្រហែលអានេះក៏នៅតែវែងជ្រុលអូខេឥឡូវយើងអាចដាក់ប៉ុណ្ណឹងដើម្បីយើងធ្វើការទៅជាមួយនឹង record តាំងម្ដងអូខេតមកទៀតនៅខាងក្នុងករណីនេះមានន័យថាអ្នកទាំងអស់គ្នាអាចធ្វើការread ទៅលើ data របស់យើងបានហើយមានន័យថាយើងមិញយើងឃើញមានយើង specific ទៅលើ column របស់វាមួយមួយហ្នឹងអូខេឥឡូវនេះយើងអូខេហើយចឹងខ្ញុំដាក់នេះធំអូខេបន្ទាប់មកទៀតមែនតើទៅសម្រាប់តនន័យទាំងអស់នេះយើងអាចធ្វើការងារបានលឿនណាស់ទៀតចឹងឧទាហរណ៍ថានៅក្នុងតនន័យរបស់យើងនេះយើងយកផ្នែកណាមួយដើម្បីយកមក check មើល missing value អីចឹងទៅឧទាហរណ៍ថាខ្ញុំ check មើលខ្ញុំយកត្រឹមតែ order date នេះក៏មិនបាច់ដែរបណ្ដាញ name នេះក៏ខ្ញុំអត់យក category ក៏ខ្ញុំអត់យកដែរខ្ញុំយកតែប៉ុណ្្នឹងមកដើម្បី play around ទៅមួយវាតមកទៀតខ្ញុំចង់ដឹងថាតើនៅខាងក្នុងហ្នឹងមានអាណាដែលជា missing value អត់ចឹងខ្ញុំអាចធ្វើថា checking មុននឹងចេញធ្វើ pre-processing អ្នកនរគ្នាតែធ្វើ working ជាមួយ data យើងតែធ្វើ pre-processing checking missing value ឧទាហរណ៍ចឹងបើសិនជាខ្ញុំ run ចេញមកនៅក្នុងចំណុចដែលធ្វើ check missing value ខ្ញុំប្រើពេលថា new dara ស្មើនឹង dara dot គេ na d d pd dot na find dara dot find na dot is na ចឹងយើងចង់ដឹងថា print new data យើងសាក check មើលតើមានអាណាមួយដែលវាមាន NA អត់យ៉ាងខាងក្នុងនេះយើងដោយសារ data វាធំពេកឥឡូវយើងសាក scroll វាមានអាណាមាន missing អត់ចាំមាន missing វាដាក់ true ទៅកន្លែងនេះចឹងបើសិនយើងគិតថាអូខេយើងអត់ដឹងថាវាមានមិនមានទេប៉ុន្តែយើងត្រូវតែនេះចឹងយើងអាចប្រាប់ថា data.fill NA យើង fill ដោយ0អីចឹងទៅក្នុងករណីដែល data ណាដែលវាមាន NA អូខេចឹងសង្ឃឹមថាអត់មាន data ណាដែលវាមាន fill NA ចឹងមកដល់កន្លែងទៅនេះយើងអាច plot នៅក្នុងករណីដែលយើងចង់ធ្វើ visualization ទៅលើ data របស់យើងអញ្ចឹងឧបមាថាខ្ញុំមាន plot data sets យើងចង់ដឹងថា customer មួយណាដែលទិញតំណែងបានច្រើនជាងគេអញ្ចឹងទៅឧទាហរណ៍ករណីនេះមាន customer name QI quantity អញ្ចឹងទៅអញ្ចឹងយើងអាចធ្វើអឺ
nhưng mà tiết mới dân ai ta lấy dân ai check check tên mình ấy tam giả tệ chun mùi mùi chẳng lại nếu mà thang trong miền customer trong miền QTY hay dân chọn plot từ lời tình này và dân tích dân ai là vì tháng import mặt plot lib dot py plot as PLT chẳng dân ra là đi mối để bởi dân check mới data dân miền tình đấy nó để dân ai plot lại cho nên không cạnh này đi dân plot dân ai cho customer dân ai para thang PLT dot plot bar plot dot dot bar plot tại cái bar cho nên không bá với tất cả x x cái dân ai cho này data cả lâm ấy kế new này data cả lâm ấy kế và là này hai bài tập mà tiếp bằng những tập PLT dot show chẳng cái lâm này dân gió dân ai cho customer name rồi cô dân ai cho dạ discount cái lại nếu dừng ăn cạnh này ở mà price vào vẽ trong đằng thang thế lấy những đặt là plot môi chảo sẵn tới đầm bảy chuyện trong đằng thang là vẽ trên mặt biệt cái chẳng phá cho cái lại nếu chúng giờ check mở từ là price nói cái price với smile and price của nó shoot vào như vậy đi dân dân nhiều nhiều data này price này price cùng mồi nhiều đẹp ta này QTY và lấy những sản plot tranh nó với tranh mọi cái đã thá QTY ở bất khởi quantity ok những đạn quantity sẽ những ngân hàng tranh màu muối ở plot và những tranh màu hiện vậy đó đấy chẳng dân miền là trẻ chôn bỏ dưỡng ai miền muối pi bay buôn pram này chẳng nè đài tinh thần linh trần chính kế những chạy mơ thà ta này nè kể này vậy ta chạy sẽ đây mình tên là trong cạnh này nếu về miền discount chẳng bao giờ discount những ai tại copy discount dân giờ anh ấy dân giờ anh ấy tờ ấy giờ anh ấy con cho mọi năng discount cái lầm này discount chẳng nhiều nhiều này cái price hoặc là dân đạm văn năng cho thì sao về của môn trần anh ấy dành cho anh ấy con mùi này anh ấy con tại cho mùi năng discount chạy cho mùi năng bắt đầu hãy tới bàn dành cho đồng lại để giờ tự họ ní mình tên đó vì anh cho thấy bàn nó mặt tích đấy hết đỏ cho mùi năng đỏ nắng cùn thì dạ cùn ok có thể cùn cho mùi năng đấy đây discount chạy rồi ok chẳng là kênh thả là tập hợp viết đại cứ chia sọc kha chia chẳng thi kiểuนี้cái đầm lại chẳng đượcក្នុង label របស់វាមួយមួយអ្នកទាំងអស់គ្នាក៏អាចដាក់តម្លៃទៅឲ្យវាបានដែរចឹងនៅក្នុងកៅអីនេះដូចជាប្រើ PLT.bar label ទៅគេក្នុង bar label គឺអ្នកទាំងអស់គ្នាអាចដាក់តម្លៃគឺយកតម្លៃរបស់វាប៉ុណ្ណេះយកនេះយកវាមកតម្លាក់ចូលខាងក្នុងនេះមកចឹងយើងបាន bar label របស់វាមួយមួយហើយវាដាក់ថាម៉េច bar label new data ខុសអូខេអានេះបិទមួយនេះបិទវិញនេះបិទហើយគួរតែត្រូវណាវាដាក់ថាម៉េចបាទlà bớ យើងត្រូវការយកតម្លៃរបស់វាseries object has another new patch អូបាទlà bớ យើងយកអីគេឥឡូវយកប្រមាណថាខ្ញុំយកកលឹមណាមមកមួយខ្ញុំដឹងថាវាចេញមកមិនគេតាស្គាល់បាទlà bớ មកណាមួយហ្នឹងត្រូវហើយខ្ញុំប្រើគេថាតែចេញមកមិនអូ dot
Đọt ba là bể. Ba là bể là ba container. Là bể là cà rề. Ok, chẳng không cả này cái kia ở dân pra là bể đuôi cà rề. Chẳng bờ sân chỉ dựng đá là bể. Ok, cho bờ sân chúng ta bị thay là bể. Ừ. Nhưng anh đặt đầm lại này tầng on này cho mà. Ok, là những chọn đang tham gia tranh màu mình bị biết trong tờ lẹt chọn. Ok, đánh à, nơi đó đảo cho đài. Ok, sĩ phi sĩ pay sĩ cuốn mà tỷ bốn phen muốn tiết từ sĩ phen không tổng hợp. Ừ. Thẻ đấy là có ảo thì chúng bạn là bơ container. Container ở đây bạn thử cái container ELT đọc để cái mình cái khác không cả này nếu như ngay mình một lot nhưng ai ta phải thả thải khó đây. Okay. Sell of customer. Okay. Mà cái lỡ dương đạm phần năng sánh ta chạy sẽ đại mình té là nó chuyên thử data bao dương cái dân từ group để tam user mỗi mối hai bạn dương cùng tamต่อ okay. ต่อទៀតយើងមានប្រសេសទៅជាមួយនឹង JSON file JSON file នេះមិនន័យថាយើងធ្វើការទៅជាមួយនឹងទិន្នន័យដែលវាមានលក្ខណៈជា JSON ទេអានេះអត់អីទេអានេះចាំយើងមានយើងអាចប្រើ library របស់គេហើយយើងអាច import ប្រើប្រាស់ JSON បាទអញ្ចឹងសម្រាប់មេរៀនរបស់យើងនៅក្នុងចំណុចទី4នេះទី3នេះយើងសូមស្ដីប៉ុណ្ណឹងបាទអរគុណ